សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការបង្រៀនពីរបៀបនៃការចេញវិក័យប័ណ្ណលក់ដើម្បីចេញវិក័យប័ណ្ណលក់ជាដំបូងលោកអ្នកត្រូវคลิกចូលទៅក្នុង module Sell Dashboard បន្ទាប់មកคลิกនៅលើពាក្យ Sell Invoice คลิกលើប៊ូតុង Create ធ្វើការជ្រើសរើសឈ្មោះអតិថិជនជ្រើសរើសការបរិច្ឆេទដែលលោកអ្នកត្រូវចេញវិក័យប័ណ្ណលក់ជ្រើសរើសឈ្មោះអ្នកលក់ជ្រើសរើសលក្ខខណ្ឌនៃការទូទាត់លោកអ្នកក៏អាចធ្វើការផ្លាស់ប្ដូរការបរិច្ឆេទនៃការទូទាត់បានផងដែរបន្ទាប់មកអាចធ្វើការជ្រើសរើសឈ្មោះសាខាឃ្លាំងនិងទម្រង់វិក័យប័ណ្ណលោកអ្នកអាចធ្វើការបំពេញព័ត៌មាននៃការចេញវិក័យប័ណ្ណលក់នៅក្នុងប្រអប់ Note คลิกត្រង់នេះដើម្បីធ្វើការជ្រើសរើសមុខតំណែងដែលត្រូវលក់ចេញរួចคลิก OK សម្រាប់ប្រភេទតំណែងដែលមានលេខស៊េរីលលោកអ្នកត្រូវជ្រើសរើសលេខស៊េរីលណាមួយរួចបំពេញចំនួនបន្ទាប់មកធ្វើការ Enter រួចคลิก OK សម្រាប់ប្រភេទតំណែងដែលមានការបរិច្ឆេទផុតកំណត់លោកអ្នកត្រូវបំពេញចំនួនដែលត្រូវលក់ទៅតាមការបរិច្ឆេទដែលមាននៅក្នុង stock ស្រាប់រួចធ្វើការคลิก OK ប្រសិនបើលោកអ្នកចង់ធ្វើការបញ្ចុះតម្លៃទៅលើមុខតំណែងណាមួយលោកអ្នកអាចធ្វើការคลิกនៅត្រង់នេះរួចបំពេញជាភាគរយឬចំនួនទឹកប្រាក់ដែលត្រូវបញ្ចុះឬលោកអ្នកអាចធ្វើការคลิกនៅត្រង់នេះរួចបំពេញភាគរយឬចំនួនទឹកប្រាក់ដែលត្រូវបញ្ចុះតម្លៃសម្រាប់ការបញ្ចុះតម្លៃទៅលើវិក័យប័ណ្ណទាំងមូលបន្ទាប់មកធ្វើការคลิก Make Pay ដើម្បីធ្វើការទូទាត់សម្រាប់ Receipt Date គឺជាផ្នែកសម្រាប់បង្ហាញការបរិច្ឆេទនៃការទូទាត់ Invoice Amount គឺជាផ្នែកសម្រាប់មើលទឹកប្រាក់ដែលត្រូវទូទាត់សរុបនៅក្នុងវិក័យប័ណ្ណលោកអ្នកអាចធ្វើការបំពេញចំនួនទឹកប្រាក់ទៅតាមប្រភេទនៃការទូទាត់របស់ភ្ញៀវคลิก Preview ដើម្បីធ្វើការបញ្ចប់ការលក់រួចពិនិត្យមុននឹងបោះពុម្ពវិក័យប័ណ្ណចេញคลิกទៅលើ Print ដើម្បីធ្វើការបញ្ចប់ការលក់រួចបោះពុម្ពវិក័យប័ណ្ណចេញคลิก Discard ដើម្បីបោះបង់ឬคลิกទៅលើពាក្យ Pay ដើម្បីធ្វើការបញ្ចប់ការលក់សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការបង្រៀនពីរបៀបនៃការផ្អាកវិក័យប័ណ្ណលក់ជាបណ្ដោះអាសន្នដើម្បីធ្វើការផ្អាកវិក័យប័ណ្ណលក់ជាដំបូងលោកអ្នកត្រូវចូលទៅក្នុង module Sell Dashboardបន្ទាប់មកคลิกនៅលើពាក្យ Sell Invoice คลิกលើប៊ូតុង Create ធ្វើការជ្រើសរើសឈ្មោះអតិថិជនជ្រើសរើសការបរិច្ឆេទដែលលោកអ្នកចេញវិក័យប័ណ្ណលក់ជ្រើសរើសឈ្មោះអ្នកលក់ជ្រើសរើសលក្ខខណ្ឌនៃការទូទាត់លោកអ្នកក៏អាចធ្វើការផ្លាស់ប្ដូរការបរិច្ឆេទនៃការទូទាត់បានផងដែរបន្ទាប់មកធ្វើការជ្រើសរើសឈ្មោះសាខាឃ្លាំងនិងទម្រង់វិក័យប័ណ្ណលោកអ្នកអាចធ្វើការបំពេញព័ត៌មាននៃការចេញវិក័យប័ណ្ណលក់នៅក្នុងប្រអប់ Note คลิกត្រង់នេះដើម្បីធ្វើការជ្រើសរើសមុខតំណែងដែលត្រូវលក់ចេញរួចคลิก OK លោកអ្នកត្រូវបំពេញចំនួនដែលត្រូវលក់ចេញរួច Enter នៅពេលដែលលោកអ្នកចង់ធ្វើការផ្អាកវិក័យប័ណ្ណលោកអ្នកគ្រាន់តែคลิกនៅលើប៊ូតុង Sell គឺជាការស្រេចហើយលោកអ្នកក៏អាចទាញយកវិក័យប័ណ្ណដែលបានផ្អាកនោះមកប្រើវិញនៅពេលក្រោយដោយគ្រាន់តែចូលទៅក្នុង module Sell Dashboard คลิกនៅលើពាក្យ Sell Invoice បន្ទាប់មកคลิกនៅលើ Advanced Filter រើស Status Your Pending រួចคลิก Apply លោកអ្នកអាចសម្គាល់វិក័យប័ណ្ណដែលផ្អាកទៅតាមការបរិច្ឆេទចុះវិក័យប័ណ្ណរួចคลิกនៅលើប៊ូតុងរូបប៊ិចដើម្បីធ្វើការចេញវិក័យប័ណ្ណដែលផ្អាកទុកលោកអ្នកអាចធ្វើការកែនិងពិនិត្យឡើងវិញរួចคลิก Make Pay ដើម្បីធ្វើការទូទាត់ជាការស្រេច